មូលហេតុដែលប្រទេសឥណ្ឌូនេស៊ីមានភាពខ្លាំងនិងលេចធ្លោជាងគេនៅអាស៊ីអាគ្នេយ៍ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមួយដែលមានឥទ្ធិពលធំជាងគេមួយនៅអាស៊ីអាគ្នេយ៍និងពិភពលោកដោយសារតែកត្តាចម្បងជាច្រើនដូចជា1ទីតាំងភូមិសាស្ត្រឥណ្ឌូនេស៊ីមានទីតាំងស្ថិតនៅចន្លោះមហាសមុទ្រឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិកវាជាប្រទេសកោះច្រើនបំផុតទី4ក្នុងពិភពលោកដែលមានចំនួន 17500 កោះនិងមានទំហំផ្ទៃដីធំជាងគេនៅអាស៊ីអាគ្នេយ៍ឥណ្ឌូនេស៊ីមានផ្ទៃដីសរុបប្រមាណ 1.91 លានគីឡូម៉ែត្រការ៉េដែលបង្ហាញពីសក្តានុពលធម្មជាតិនិងសេដ្ឋកិច្ចទីតាំងនេះអាចគ្រប់គ្រងពាណិជ្ជកម្មនិងការដឹកជញ្ជូនសារពើភ័ណ្ឌរវាងអាស៊ីទៅអូស្ត្រាលីនិងអឺរ៉ុបពីចំនួនប្រជាជនច្រើននិងសេដ្ឋកិច្ចរឹងមាំឥណ្ឌូនេស៊ីមានប្រជាជនប្រមាណ280លាននាក់ត្រឹមឆ្នាំ2024ដែលធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី4លើពិភពលោកប្រជាជនច្រើនជួយបង្កើនទឹកចិត្តនៃការវិនិយោគនិងបង្កើនកម្លាំងពលកម្មឥណ្ឌូនេស៊ីជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ជាមួយ GDP សរុបប្រមាណ 1.4 ត្រីលានដុល្លារត្រូវបានដកស្រង់ពី G20 2023នៅឆ្នាំ2024ឥណ្ឌូនេស៊ីមាន GDP ប្រមាណ 1.7 ត្រីលានដុល្លារ3ធនធានធម្មជាតិសម្បូរបែបឥណ្ឌូនេស៊ីសម្បូរទៅដោយធនធានដ៏មានតម្លៃដូចជាប្រេងកាតជុងថ្មទេធនធានរ៉ែនិងធនធានកសិកម្មជាអ្នកនាំចេញប្រេងដូងអគ្គិសនីដ៏ធំបំផុតនៅក្នុងពិភពលោកហើយមានសេដ្ឋកិច្ចសម្បូរបែបឥណ្ឌូនេស៊ីមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍និងបានក្លាយជាសមាជិក G20 ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចធំជាងគេការពង្រឹងវិស័យឧស្សាហកម្មកសិកម្មនិងសេវាកម្មបានជួយបង្កើនសេដ្ឋកិច្ចជាតិ4ឥទ្ធិពលវប្បធម៌និងយោធាចងសម្ព័ន្ធអន្តរជាតិឥណ្ឌូនេស៊ីគឺជាប្រទេសមូស្លីមធំបំផុតក្នុងពិភពលោកនិងបានដើរតួសំខាន់ក្នុងសហគមន៍អាស៊ាននិងក្នុងការសម្របសម្រួលទំនាក់ទំនងអន្តរជាតិដែលមានវប្បធម៌សម្បូរបែបការផ្លាស់ប្ដូរបែបសាសនានិងការចងសម្ព័ន្ធជាសកលបានបង្កើតឥណ្ឌូនេស៊ីឲ្យក្លាយជាប្រទេសដែលមានឥទ្ធិពល5ឥទ្ធិពលយោធាឥណ្ឌូនេស៊ីមានកងទ័ពខ្លាំងនិងធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដោយមានកងកម្លាំងអាកាសទ័ពជើងទឹកនិងជើងគោករឹងមាំសមត្ថភាពនៃការការពារនេះជួយធានាស្ថិរភាពជាតិនិងចងសម្ព័ន្ធភាពអន្តរជាតិ6ស្ថិរភាពនយោបាយឥណ្ឌូនេស៊ីបានជោគជ័យក្នុងការផ្លាស់ប្ដូរពីរបបប្រជាធិបតេយ្យដឹកនាំដោយយោធាទៅប្រជាធិបតេយ្យស្មើភាពគ្នា7ការអភិវឌ្ឍបច្ចេកវិទ្យានិងឧស្សាហកម្មនិយោគខ្លាំងក្នុងវិស័យបច្ចេកវិទ្យានិងសហគ្រាសបច្ចេកវិទ្យាដូចជាក្រុមហ៊ុនគូចិតនិងតូកូពីឌាវិស័យនេះកំពុងជំរុញសេដ្ឋកិច្ចឥណ្ឌូនេស៊ីឲ្យរីកចម្រើនភាពខ្លាំងនេះបង្ហាញពីការរួមគ្នារវាងធនធានធម្មជាតិសេដ្ឋកិច្ចរឹងមាំនិងការពារជាតិរបស់ប្រទេសឥណ្ឌូនេស៊ី